សួស្តីពុកម៉ែបងប្អូនថ្ងៃនេះត្រូវជាថ្ងៃទី13ខែមេសាឆ្នាំ2025នេះគឺជាសកម្មភាពដង្ហែសង្ក្រាន្តឆ្នាំថ្មី2025មានព្រះសង្ឃលោកអាចារ្យគណៈកម្មការព្រមទាំងប្រជាពលរដ្ឋលោកជ័យលោកតានៅក្នុងភូមិកងកាងនេះទាំងមូលបានរៀបចំធ្វើពិធីដង្ហែសង្ក្រាន្តដើម្បីយកទៅទុកដាក់នៅក្នុងវត្តពុរណញាណកងកាងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះបាទនេះជាសកម្មភាពការដង្ហែមានក្បួនមានរទេះដឹកផ្លែឈើមានទាំងឡានដាក់ធុងបាសរំលេងសប្បាយក្នុងការឆ្នាំថ្មីពិធីដង្ហែសង្ក្រាន្តនេះមានការពុកម៉ែបងប្អូនចូលរួមឡើងអធិកអធមមែនតើបាទមានធ្វើដំណើរដើរជើងមានទាំងលមាក់ឡានជាដើមនឹងដើម្បីធ្វើជាយានជំនិះជិះក្នុងការពិធីដង្ហែសង្ក្រាន្តអបអរសាទរនេះហើយសូមសរសើរដល់ប្រជាពលរដ្ឋក្នុងភូមិកងកាងដែរមានការរៀបចំជាសណ្ដាប់ធ្នាប់គឺគាត់ដើរតែមកខាងផ្លូវអ្នកធ្វើដំណើរធម្មតាគឺមិនអោយស្ទះចរាចរណ៍ទេបាទសូមសរសើរទៅដល់ការលោកពូខាងប្រជាការពារនិងប្រជាពលរដ្ឋចេះយោគយល់អធិស្ឋានគ្នាទៅវិញទៅមកបាទគឺមានការចូលរួមសាមគ្គីភាពគ្នាអធិកអធមមែនតើបាទហើយមើលទៅបាទមានទាំងលមមានទាំងឡានហើយក្នុងកម្មវិធីដង្ហែមកសង្ក្រាន្តឆ្នាំថ្មីនេះខ្ញុំអ្នកបញ្ចូលសម្លេងខ្លួនឯងគឺអារម្មណ៍គឺរំភើបសប្បាយរីករាយណាស់គឺឃើញបងប្អូនប្រជាពលរដ្ឋក្នុងភូមិកងកាងយើងនេះចេះលេងហើយចេះសាមគ្គីភាពគ្នាគឺសប្បាយរីករាយមែនតើបាទមានការលេងមកសៅលេងទឹកលេងអីនេះគឺមានការចេះយោគយល់គ្នាមែនតើបាទហើយមានការរំលែកសប្បាយរីករាយមែនតើបាទក្នុងតាមភូមិមានជិះម៉ូតូផងបាទសប្បាយមានដើរជូតក្នុងនិយាយរួមទៅគឺខ្ញុំអ្នកចូលសម្លេងនេះក៏ចង់ទៅលេងដែរប៉ុន្តែចប់រវល់ថតរូបទៅគឺអត់បានចុះលេងទេបាទហើយរូបភាពកម្មវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហើយបើចង់ឲ្យខ្ញុំនិយាយទៅតាមវីដេអូមួយទៀតសូមជួយចុច share និង follow page របស់ខ្ញុំមួយផងគឺកូនខ្មែរធម្មជាតិបាទសូមអរគុណសូមជម្រាបលា